ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាសកម្មភាពចាខ្លះចានេះខ្ញុំបានធ្វើជាមួយនឹងឈុតស្លាធើបបៃសីអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាហើយឥឡូវនេះនាងខ្ញុំកំពុងតែចាមូជាមួយនឹងចាស្លាធើអញ្ចឹងណាយើងមូមួយយើងដាក់ជាមួយនឹងចាស្លឹកចេកហើយក៏មានជាមួយនឹងចាផ្កាម្លិះជឿអញ្ចឹងណាចាយើងមូមួយអញ្ចឹងយើងមានមេមួយហើយយើងដាក់កូនវា4អញ្ចឹងណាចាហើយនេះខ្ញុំចាប់ដើមមូហើយពុកម៉ែបងប្អូនចាពីមួយទៅមួយរហូតអញ្ចឹងណាពុកម៉ែបងប្អូនចាហើយសកម្មភាពខ្លះតាក់ទងជាមួយនឹងចាស្លាធើបៃសីខ្មែរយើងចាអញ្ចឹងស្លាធើបៃសីចា9ថ្នាក់នេះចាវាមានគ្រឿងក្រៅច្រើនមែនទែនវារៀងហត់បន្តិចដែរអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាមានដូចជាត្រូវការជាមួយនឹងដើមចេកក្រាបចាឬក៏ដើមចេកជាមួយនឹងចេកណាំវ៉ាអញ្ចឹងណាយើងយកចេកដែលក្រមុំគេហៅចេកដែលអត់ទាន់ចាផ្លែផ្កាអញ្ចឹងណាពុកម៉ែបងប្អូនចាហើយនេះគឺចាប់ដើមចាអ្នកមូម្ដាយរបស់ខ្ញុំក៏គាត់ចាមូស្លាធើនេះខ្ញុំក៏ជួយមូដែរស្លាធើបៃសីអញ្ចឹងណាហើយមានអ៊ំខ្ញុំហើយនឹងប្អូនស្រីរបស់ខ្ញុំអតិថិជនកើតកំង9ថ្នាក់ប៉ុន្តែគាត់យកតែចា9ថ្នាក់ហ្នឹងមួយគូហើយនឹងឈុតស្លាធើបៃសីមួយគូអញ្ចឹងនេះគឺចាប់ដើមចាអ្នកមូក៏មូទៅអ្នកចាប់ដើមរៀបបតាហើយ9ថ្នាក់9ជាន់អញ្ចឹងណាចាដើមចេកស្រស់ចាស្រស់ស្អាតមែនទែនចានេះគឺជាជំនឿចាដើម្បីរៀបចំថ្វាយចាផ្សេងជំនឿរៀងខ្លួនចាឲ្យរស់ស៊ីមានបានឬក៏គ្រូបាជាផ្សេងចាពិធីបុណ្យផ្សេងចាអញ្ចឹងគេតែងតែដាក់មានតាមលំដាប់ចិនថ្នាក់នេះគឺ9ថ្នាក់អញ្ចឹងណាពុកម៉ែបងប្អូនចាហើយចិត្តហើយចាប់ដើមយើងចារៀបចំចាបាន2ថ្នាក់ហើយចាហើយជាមួយនឹងកូនស្លាធើបៃស្រីចាយ៉ាងស្រស់ស្អាតតែម្ដងអញ្ចឹងមួយឈុតយើងមានក្រុមសម្រាប់ជួយមូគ្នាព្រោះគ្រឿងក្រៅច្រើនមានដើមចេកចាហើយ